លោកគ្រូពេទ្យ Bit Richner ទេវតាស្លាបសនឹងជាស្ថាបនិកមន្ទីរពេទ្យគុណធបុប្ផាលះបង់ភាពមានបាននៅស្វីសស៊ូមុខសុំទានគេជុំវិញពិភពលោកដើម្បីជីវិតកុមារកម្ពុជាមកដឹងពីប្រវត្តិស៊ីជម្រៅនឹងការលះបង់ដ៏អស្ចារ្យរបស់លោកគ្រូពេទ្យ Bit Richner នៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យតែលើឈ្មោះមន្ទីរពេទ្យគុណធបុប្ផាគឺដឹងតែនឹកឃើញដល់មុខលោកគ្រូពេទ្យជនជាតិស្វីសម្នាក់ដែលមានសក់សនិងចូលចិត្តលេងវីយូឡុងមិនខានឡើយគាត់គឺជាមហាបុរសដែលកូនខ្មែរទូទាំងប្រទេសប្រសិទ្ធនាមថាជាទេវតាស្លាបសសង្គ្រោះជីវិតកុមារលោកគ្រូពេទ្យមានឈ្មោះពិតប្រាកដតាមភាសាកំណើតរបស់លោកថា Bit Richner ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរយើងគឺតែងតែទម្លាប់ហៅលោកយ៉ាងស្និទ្ធស្នាលនិងគោរពស្រឡាញ់បំផុតថាលោកគ្រូពេទ្យ Bit Richner លោកគ្រូពេទ្យ Bit កើតនៅថ្ងៃទី13ខែកញ្ញាឆ្នាំ1947នៅក្នុងទីក្រុង Zurich ប្រទេសស្វីសបាននិយាយពីប្រវត្តិគ្រួសាររបស់លោកវិញលោកកើតនៅក្នុងគ្រួសារអ្នកចេះដឹងលំដាប់កណ្ដាលមួយដែលមានឪពុកឈ្មោះ Hans Richner ជាគ្រូបង្រៀននិងជានាយកសាលាដ៏គួរឲ្យគោរពម្នាក់លោកមានបងប្អូនបង្កើតចំនួន3នាក់ទៀតហើយគ្រួសាររបស់លោកមានទម្លាប់ស្រឡាញ់សិល្បៈតន្ត្រីនិងអក្សរសាស្ត្រខ្លាំងណាស់ដែលនេះជាហេតុធ្វើឲ្យលោកគ្រូពេទ្យ Bit ចេះលេងឧបករណ៍តន្ត្រីសេឡូនិងវីយូឡុងយ៉ាងស្ទាត់ជំនាញតាំងពីក្មេងលោកបានសម្រេចចិត្តរៀនជំនាញពេទ្យនិងបានរៀនចប់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ត្រឯកទេសរោគកុមារនៅឆ្នាំ1973ពីសាកលវិទ្យាល័យ Zurich បន្ទាប់ពីរៀនចប់ភ្លាមនៅក្នុងឆ្នាំ1974លោកគ្រូពេទ្យ Bit ត្រូវបានអង្គការកាកបាទក្រហមស្វីសបញ្ជូនឲ្យមកបំពេញបេសកកម្មមនុស្សធម៌នៅមន្ទីរពេទ្យគុណធបុប្ផានៅភ្នំពេញប៉ុន្តែមកធ្វើការបានត្រឹមតែ1ឆ្នាំប៉ុណ្ណោះគឺនៅឆ្នាំ1975នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចលោកត្រូវបានគេដេញឲ្យចាកចេញពីកម្ពុជាទាំងបង្ខំនិងទាំងទឹកភ្នែកព្រោះឃើញប្រទេសកម្ពុជាត្រូវធ្លាក់ចូលក្នុងសង្គ្រាមដ៏ខ្មៅងងឹតលោកបានត្រឡប់ទៅប្រទេសស្វីសវិញបើកគ្លីនិកឯកជនផ្ទាល់ខ្លួនរកលុយបានយ៉ាងច្រើននិងមានជីវិតយ៉ាងស្រណុកសុខស្រួលប៉ុន្តែបងប្អូននឹងទេចំណុចដែលធ្វើឲ្យយើងរំភើបនិងគោរពបេះដូងរបស់លោកបំផុតនោះគឺជីវិតអាពាហ៍ពិពាហ៍របស់លោកគ្រូពេទ្យ Bit Richner មិនដែលមានភរិយានិងមិនដែលមានកូនបង្កើតសូម្បីតែម្នាក់ឡើយនៅក្នុងឆាកជីវិតរបស់លោកបានសម្រេចចិត្តបដិសេធសេចក្តីសុខផ្ទាល់ខ្លួនមិនរៀបការពេញមួយជីវិតព្រោះលោកចង់លះបង់បេះដូងពេលវេលានិងដង្ហើមជីវិតទាំងអស់មកធ្វើជាឪពុកទី2ដើម្បីមើលថែកុមារក្រីក្រជំនួសវិញសេចក្តីសុខនៅប្រទេសអ្នកមានមិនអាចធ្វើឲ្យលោកគ្រូពេទ្យ Bit ភ្លេចកុមារកម្ពុជាបានឡើយរហូតមកដល់ចុងឆ្នាំ1991បន្ទាប់ពីសង្គ្រាមបានបញ្ចប់ព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តមសីហនុនិងរាជរដ្ឋាភិបាលកម្ពុជាបានសរសេរលិខិតអញ្ជើញលោកគ្រូពេទ្យ Bit ឲ្យត្រឡប់មកកម្ពុជាដើម្បីជួយកសាងមន្ទីរពេទ្យគុណធបុប្ផាឡើងវិញនៅឆ្នាំ1992លោកគ្រូពេទ្យ Bit បានសម្រេចចិត្តបិទគ្លីនិកឯកជននៅស្វីសចោលហើយធ្វើដំណើរមកកម្ពុជាទាំងបាតដៃទទេដើម្បីបង្កើតមូលនិធិគុណធបុប្ផាលោកបានស្ថាបនាមន្ទីរពេទ្យគុណធបុប្ផាឡើងវិញរហូតពង្រីកបានដល់ទៅ5ទីតាំងអ្វីដែលជាទស្សនវិជ្ជាស្នូលនិងជាច្បាប់ដៃរបស់លោកគ្រូពេទ្យ Bit គឺការព្យាបាលត្រូវតែធ្វើឡើងដោយឥតគិតថ្លៃនិងមានគុណភាពខ្ពស់បំផុតការនោះមានអង្គការអន្តរជាតិធំៗមួយចំនួនបានរិះគន់លោកថាហេតុអ្វីបានជាចំណាយលុយថ្លៃទិញម៉ាស៊ីនទំនើបនិងថ្នាំល្អៗមកព្យាបាលឲ្យក្មេងក្រីក្រនៅស្រុកខ្មែរធ្វើបែបហ្នឹងវាខ្ជះខ្ជាយលុយណាស់នៅពេលនោះលោកគ្រូពេទ្យ Bit បានបន្សល់ទុកនៅទស្សនៈមាសទី1ដ៏ចាក់ដោតតបទៅវិញថាវាមិនមានទស្សនវិជ្ជាឬទ្រឹស្ដីវិទ្យាសាស្ត្រណាដែលនិយាយថាកុមារនៅក្នុងប្រទេសក្រីក្រគួរតែទទួលបានការព្យាបាលក្នុងកម្រិតថោកទាបឬគុណភាពអន់នោះទេជីវិតកុមារគ្រប់រូបនៅលើលោកនេះគឺមានតម្លៃស្មើគ្នាទាំងអស់ដើម្បីអាចដំណើរការមន្ទីរពេទ្យដ៏ធំដែលត្រូវចំណាយលុយរាប់សិបលានដុល្លារក្នុងមួយឆ្នាំលោកគ្រូពេទ្យ Bit បានបង្កើតតួអង្គតន្ត្រីករម្នាក់ឈ្មោះថា Beato Cello លោកបានយកឈ្មោះខ្លួនឯង Bit មកបូកផ្សំជាមួយឧបករណ៍តន្ត្រី Cello បង្កើតបានជាឈ្មោះតួអង្គនេះឡើងហើយលោកសុខចិត្តមិនខ្វាយខ្វល់គេឈ្មោះជាបណ្ឌិតពេទ្យដ៏ខ្ពង់ខ្ពស់ដើរកាន់វីយូឡុងទៅប្រគំតន្ត្រីនៅស្វីសនិងតាមបណ្ដាប្រទេសផ្សេងៗដើម្បីសុំលុយបរិច្ចាគយកមកចិញ្ចឹមមន្ទីរពេទ្យនៅកម្ពុជាលោកគ្រូពេទ្យ Bit តែងតែពោលទស្សនៈមាសទី2ទាំងទឹកភ្នែកទៅកាន់សប្បុរសជនជុំវិញពិភពលោកថាដើម្បីជីវិតកុមារខ្មែរទោះជាត្រូវឲ្យខ្ញុំលុតជង្គង់សុំទានគេជុំវិញពិភពលោកក៏ខ្ញុំស៊ូទ្រាំធ្វើដែរព្រោះការសុំទានដើម្បីសង្គ្រោះជីវិតមនុស្សវាមិនមែនជាអំពើគួរឲ្យខ្មាស់អៀននោះឡើយដោយសារតែការធ្វើការងារហួសកម្លាំងនិងគិតខ្វល់ខ្វាយពីជំងឺកុមារខ្មែរពេកនៅឆ្នាំ2017លោកគ្រូពេទ្យបានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺខួរក្បាលហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសស្វីសវិញរហូតដល់ថ្ងៃទី9ខែកញ្ញាឆ្នាំ2018លោកគ្រូពេទ្យ Bit Richner បានលាចាកលោកនេះទៅវិញនៅក្នុងជន្មាយុ71ឆ្នាំបន្សល់ទុកនឹងក្តីអាឡោះអាល័យនិងទឹកភ្នែករាប់លានដំណក់ពីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស
សប្តាហ៍ថ្ងៃនេះអត្តធិធរបស់លោកត្រូវបានតម្កល់ទុកនៅក្នុងចេតិយខាងមុខមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបដើម្បីបន្តមើលថែកុមារខ្មែរជារៀងរហូតខ្សែជីវិតរបស់លោកគ្រូពេទ្យប៊ីតគឺជាតំណាងនៃមហាមេត្តាធម៌ដ៏បរិសុទ្ធដែលគ្មានព្រំដែននិងការរើសអើងពូជសាសន៍ឡើយលោកជាជនជាតិស្វីសមិនមែនជាសាច់ឈាមខ្មែរទេហើយលោកថែមទាំងព្រមលះបង់ក្តីសុខមិនរៀបការមានកូនពេញមួយជីវិតដើម្បីរត់មកអោបប្រសើបនិងផ្ដល់ជីវិតទី2ដល់កុមារកម្ពុជានៅក្នុងសង្គមរាល់ថ្ងៃជួនកាលយើងរស់នៅគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគិតតែពីរឿងលុយកាក់និងការប្រកាន់រើសអើងច្រើនពេកប៉ុន្តែទស្សនវិជ្ជានៃការលះបង់របស់លោកគ្រូពេទ្យប៊ីតបានដាស់តឿនយើងថាសម្រាប់ដ៏ពិតប្រាកដនៃជីវិតមនុស្សគឺការចេះស្រឡាញ់និងជួយសង្គ្រោះមនុស្សជាតិដូចគ្នាទោះបីជាពេលនេះលោកគ្រូពេទ្យបានលាចាកលោកទៅហើយក្តីប៉ុន្តែគំរូវីរភាពនៃសេចក្តីល្អនិងរូបរាងមន្ទីរពេទ្យគន្ធបុប្ផាដែលលោកបានបន្សល់ទុកនឹងរស់នៅក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់មិនអាចរលត់បានឡើយ។